រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ45យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី12គេឲ្យត្រីកោណមួយដែលមានមុំនេះស្មើ85មុំ2ទៀតនេះមិនដឹងហើយមុំ x គេសួររកនឹងត្រីកោណធំនេះមានមុំនេះ50មុំនេះ90ត្រីកោណតូចគ្នាវិញមុំនេះ90មុំនេះមិនដឹងចូលរកមុំ x ដើម្បីរកមុំ x ឃើញយើងត្រូវរកមុំនេះសិនដើម្បីរកមុំតូចនេះយើងត្រូវរកមុំនេះសិនអញ្ចឹងមុំនេះយើងរកឃើញដើម្បីរកមុំនេះឃើញតើយើងរកមុំនេះសិនអញ្ចឹងជាដំបូងយើងរកមុំនេះសូមមើលទាំងអស់គ្នាមុំ85បូកនឹងមុំ y ស្មើ180មូលហេតុអីជាផលបូកមុំបនថែមមុំ85បូកមុំ y ស្មើ180ដឺក្រេវាជាមុំបនថែមអញ្ចឹងយើងអាចទាញបានមុំ y ស្មើ180ដកឲ្យ85នៅអង្គទី1បូកនៅអង្គទី2ដក180ដក85ស្មើ95បន្ទាប់មកយើងមើលឃើញមុំនេះស្មើ95ហើយមុំនេះដឹង50អញ្ចឹងយើងរកមុំនេះឃើញអញ្ចឹងមុំ y បូកមុំ50បូកមុំសិតនេះស្មើ180មុំ y បូកមុំ8បូកមុំសិតស្មើ180មុំ y បូកមុំ50បូកមុំសិតស្មើ180ជាផលបូកមុំក្នុងនេះត្រីកោណអញ្ចឹងយើងទាញរកមុំសិតឃើញមុំសិតនៅអង្គទី1ស្រាប់180នៅអង្គទី2អញ្ចឹងដកឲ្យមុំផលបូកនៃមុំ2នេះមកយើងជំនួសមុំ y យើងរកឃើញអំបញ្ញមិញគឺ95ចំណែកមុំ50ស្មើ50 95បូក50ស្មើ145 180ដក145ស្មើ35អញ្ចឹងមុំសិតស្មើ35ដឺក្រេមុំនេះយើងរកឃើញបន្តមកទៀតយើងរកមុំនេះមុំ x អងបូកមុំសិតបូក90ស្មើ180មុំសិតបូកមុំ x អងបូកមុំ90នេះស្មើ180ជាផលបូកមុំក្នុងត្រីកោណអញ្ចឹងយើងអាចទាញមុំ x អងឃើញមុំ x អងនៅអង្គទី1ស្រាប់ចំណែក180នៅអង្គទី2អញ្ចឹងដកឲ្យផលបូកនៃមុំ2នេះមុំសិតបូកមុំ90យើងជំនួសមកមុំសិតដែលយើងរកឃើញអំបញ្ញមិញ35មុំ90គឺ90 35បូក90 125 180ដក125ស្មើ55អញ្ចឹងយើងបានមុំនៃ x អងនេះស្មើ55មុំ x អងបូកមុំ x ស្មើ180មុំ x អងបូកមុំ x ស្មើ180ជាផលបូកមុំបន្ថែមអញ្ចឹងយើងអាចទាញបានមុំ x ស្មើ180ដកឲ្យ x អងទាញមកអង្គទី2ដក180ដកឲ្យ x អងយើងរកឃើញ50 155 180ដក55ស្មើ125អញ្ចឹងមុំ x នេះយើងរកឃើញ125ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា